មេរៀន6របៀបសម្រេចចិត្តដូចជាងចម្លាក់ម្នាក់បង្កើតស្នាដៃដោយភាពអត់ធ្មត់និងភាពច្បាស់លាស់ឪពុកម្ដាយបង្កើតកូនរបស់អ្នកឲ្យក្លាយជាអ្នកសម្រេចចិត្តដ៏ជំនាញតាមរយៈការណែនាំការផ្ដល់សិទ្ធិអំណាចនិងមេរៀនក្នុងការគិតប្រកបដោយការត្រិះរិះពិចារណាមេរៀននេះយើងនឹងស្វែងយល់ពីរបៀបចិញ្ចឹមអប់រំពោពេញទៅដោយជំនាញក្នុងការសម្រេចចិត្តរបស់កូនអ្នកដោយបំពាក់ឲ្យពួកគេនៅឧបករណ៍ដើម្បីរូបរោគជំរើសនៃជីវិតប្រកបដោយទំនុកចិត្តនិងប្រាជ្ញាផ្នែកទី1មូលដ្ឋានគ្រឹះនៃការសម្រេចចិត្តស្វែងយល់ពីជំរើសចាប់ផ្ដើមដោយពន្យល់កូនរបស់អ្នកថាជីវិតគឺជាជំរើសជាបន្តបន្ទាប់ដោយចាប់ផ្ដើមពីការជ្រើសរើសសម្លៀកបំពាក់របស់ពួកគេដល់ការជ្រើសរើសមិត្តភ័ក្តិការសម្រេចចិត្តគឺដូចជាបំណាច់តូចៗឬជាបណ្ដុំតូចៗដែលកំណត់ជីវិតរបស់ពួកគេការទទួលខុសត្រូវបង្រៀនកូនរបស់អ្នកថាគ្រប់ជំរើសទាំងអស់សុទ្ធតែមានផលរបស់វាដើម្បីជួយពួកគេឲ្យយល់ពីគំនិតនៃការទទួលខុសត្រូវអ្នកត្រូវបង្ហាញពួកគេថាការសម្រេចចិត្តរបស់ពួកគេអាចប៉ះពាល់មិនត្រឹមតែខ្លួនឯងប៉ុណ្ណោះទេថែមទាំងចំពោះអ្នកដែលនៅជុំវិញខ្លួនពួកគេផងដែរគុណតម្លៃនិងសីលធម៌លើកទឹកចិត្តកូនរបស់អ្នកឲ្យឆ្លោះបញ្ចាំងពីតម្លៃនិងជំនឿរបស់ពួកគេការយល់ដឹងនេះនឹងបម្រើជាត្រីវិស័យសម្រាប់ការសម្រេចចិត្តរបស់ពួកគេដោយជួយពួកគេឲ្យរក្សាភាពស្មោះត្រង់ចំពោះខ្លួនឯងសូម្បីតែនៅពេលប្រឈមមុខនឹងជម្រើសដ៏លំបាកក៏ដោយផ្នែកទី2ដំណើរការនៃការសម្រេចចិត្តកំណត់ការសម្រេចចិត្តបង្រៀនកូនរបស់អ្នកឲ្យកំណត់យ៉ាងច្បាស់នៃការសម្រេចចិត្តដែលពួកគេត្រូវធ្វើជំហាននេះគឺសំខាន់សម្រាប់ការផ្ដោតលើការគិតនិងការខិតខំប្រឹងប្រែងរបស់ពួកគេប្រមូលព័ត៌មានណែនាំកូនរបស់អ្នកពីរបៀបប្រមូលព័ត៌មានពាក់ព័ន្ធអំពីជំរើសរបស់ពួកគេនេះអាចពាក់ព័ន្ធនឹងការស្រាវជ្រាវការនិយាយទៅកាន់បុគ្គលដែលអាចជឿទុកចិត្តបានឬស្វែងរកដំបូន្មានពីអ្នកដែលមានបទពិសោធន៍ពិចារណាអំពីផលរបស់វាជួយកូនរបស់អ្នកខ្លឹងខ្លែងអំពីលទ្ធផលដែលអាចកើតមានពីជំរើសនីមួយៗពិភាក្សាអំពីផលរយៈពេលខ្លីនិងរយៈពេលវែងទាំងវិជ្ជមាននិងអវិជ្ជមានដើម្បីលើកទឹកចិត្តពួកគេឲ្យគិតបន្តទៅមុខបំផុសគំនិតអំពីដំណោះស្រាយលើកទឹកចិត្តកូនរបស់អ្នកឲ្យបង្កើតជំរើសនៃដំណោះស្រាយជាច្រើនចំពោះបញ្ហារបស់ពួកគេនេះជំរុញឲ្យភាពច្នៃប្រឌិតនិងភាពបត់បែនក្នុងដំណើរការនៃការសម្រេចចិត្តរបស់ពួកគេ